សូមជូនដើមកណ្ដាលអង្គរភាគបន្តទូប្រាសាទអង្គរវត្តក្នុងខណៈដែលជ្រោកក្រោមម្លប់ដល់ត្រជានៃខ្លងទ្វារទិសបច្ឆិមអ្នកទស្សនាទាំងឡាយអាចក្រឡេកមើលតាមរង្វង់នៃខ្លងទ្វារធំនៅសូរសែងនៃព្រះអាទិត្យដែលជះចាំងមកលើទ្រូងថ្នល់និងទូប្រាសាទអង្គរវត្តដ៏ល្បីល្បាញលើសលប់ពេញសកលលោកទ្រូងថ្នល់នេះសង់លើដីលើកមួយផ្នែកមានបណ្ដោយ350ម៉ែត្រនិងទទឹង9ម៉ែត្រ40ចន្លោះសម្រាប់ដើរ8ម៉ែត្រហើយនៅខ្ពស់ផុតពីដីរាបធម្មតាចំនួន1ម៉ែត្រផងនៅអមសងខាងទ្រូងថ្នល់មានសម្អិតសម្អាងរចនាដោយប្រកាន់ដីរូបនាគដែលមានជាជើងទៀនទ្រពីក្រោមយ៉ាងល្អលើសលប់នៅដែលព្រះអាទិត្យជះកាំរស្មីមកលើពន្លឺដែលលេចចាញ់តាមប្រឡោះជើងទៀនប្រកាន់ដីនាគនោះមានលំអហាក់ដូចជាក្បាច់រំយោលនៅសងខាងទ្រូងថ្នល់ដដែលនេះមានជម្ដើ6ប្រកបដោយក្បាលនាគបើកពពាដូចផ្លែតតាមការពិនិត្យសង្កេតជណ្ដើរទាំង6នេះមានលក្ខណៈហាក់ដូចជាជួយជ្រែងកុំអោយថ្នល់ទាំងមូលត្រៀតរលំជាពិសេសធ្វើអោយទ្រូងថ្នល់នេះកុំអោយមានសភាពដដែលផងនៅចំពាក់កណ្ដាលថ្នល់ខាងឆ្វេងនិងខាងស្ដាំគេឃើញមានប្រាសាទតូចពីរបេះមុខឈររកគ្នាតាមបណ្ដោយទ្រូងថ្នល់ប្រាសាទតូចនេះគេហៅថាប្រាសាទបណ្ណាល័យបើតាមពាក្យចាស់ទុំធ្លាប់ហៅថាក្រយ៉ាចំអិនតែតាមការសង្កេតទូទៅប្រៀបបាននឹងវត្តដ៏តូចក្នុងសម័យបុរាណប្រាសាទតូចនេះមានលក្ខណៈដូចជាសាលាសំណាក់សម្រាប់អោយអ្នកចូលទៅកាន់វត្តខ្លះសម្លៀកបំពាក់ចាស់ចូលហើយស្លៀកពាក់ជាថ្មីមុននឹងចូលទៅកាន់វត្តអាស្រ័យហេតុនេះហើយបានជាមានស្រះពីរនៅជិតនោះដែលមានវិស័យហាក់ដូចជាអណ្ដូងនៅជិតសាលាដូចនោះដែរក្រៅពីនេះទីតាំងនៃប្រាសាទបណ្ណាល័យនេះដែលស្ថិតនៅក្នុងផ្នែកប្រាសាទសម័យដើមបែបដូចនេះជាការប្រសើរម្យ៉ាងដែលអាចអោយសាសនិកជនទាំងឡាយឈានចូលទៅមើលក្បួនច្បាប់ផ្សេងបានដោយងាយផងប្រាសាទនេះមានសន្តានត្រង់ទ្រាយទាបបន្តិចហើយមានសភាពប្រហែលគ្នានឹងខ្លងទ្វារទាំង4នៃប្រាសាទអង្គរវត្តដែរទីតាំងក្នុងផ្នែកមួយនៃអង្គរវត្តនិងសហមាត្រដទាបលក្ខណៈទាំងពីរនេះបើតាមការពិចារណាជាភាពពិសេសរបស់ប្រាសាទបណ្ណាល័យនេះដែលប្លែកខុសស្រឡះពីភាពប្រក្រតីនៃប្រាសាទទាំងឡាយយើងនឹងឃើញតទៅទៀតនៅក្នុងប្រាសាទអង្គរវត្តក៏ដូចជានៅក្នុងអារាមសម័យថ្មីឥឡូវនេះដែរនៅសាលសម្រាប់ប្រជុំសាធារណជនឬសាសនិកជនទាំងឡាយនៅអមថ្នល់ដែលយើងចូលទៅកាន់ប្រាសាទមានស្រះពីររាង4ជ្រុងស្មើស្រះទាំងពីរនេះមានតែស្រះមួយទេដែលមានមិត្តច្រាំងច្រោះថ្មហើយមានទឹកពេញជាដរាបបើកាលណាយើងឈរគន់មើលពីមុំខាងជើងឈៀងខាងលិចស្រះនេះចំពោះទៅរកប្រាសាទខ្សែចក្ខុយើងនឹងបានជួបប្រទេសនៅស្រមោលប្រាសាទទាំងមូលដ៏ល្អក្រៃលែងចូលទៅក្នុងទឹកនិងថ្នល់ដោយផ្ទាំងកញ្ចក់ទីនេះហើយដែលទេសចររមែងចូលចិត្តថតរូបរបស់គេទុកជាអនុស្សាវរីយ៍ឯតូប្រាសាទវិញសាងឡើងខ្ពស់ពីដីលៀនរៀបស្មើធំធេងមួយប្រកបដោយកំរាលតនជាតិខៀវខ្ចីហើយមានដើមត្នោតជាច្រើនដុះលូតលាស់ទៅលើអាកាសហាក់ដូចជាចង់ប្រកួតប្រជែងនឹងកម្ពស់ប្រាសាទនៅជុំវិញប្រាសាទមានដើមស្វាយធំជាច្រើនចូលមកលុបត្រឈឹងត្រឆៃក្រាលមកលើទីលានធ្វើឲ្យមានសភាពត្រជាក់ល្ហឹមជានិច្ចនៅមុខផ្លូវចូលទៅកាន់ព្រះវិហារមានប្រាសាទមួយខ្ពស់ចែកជាពីរថ្នាក់សន្តានទ្រង់ទ្រាយរាងកាកបាទដែលគេហៅថាប្រលានកិត្តិយសនៅពេលបុណ្យនិងពេលហែកក្បួនទាំងឡាយនាសម័យបុរាណប្រលាននេះអាចคล้ายទៅជាវេទិកាមួយសម្រាប់ព្រះមហាក្សត្រគង់ប្រថាប់ហើយនៅវេលាយប់ជាឆាកសម្រាប់របាំព្រះរាជទ្រព្យផងក្បាំងក្បាលជញ្ជាំងប្រកបដោយក្បាច់រចនាល្អវិចិត្រមានសសរជាច្រើនទ្រពីក្រោមប្រកាន់ដៃរូបនាគដែលមានលម្អយ៉ាងសុទ្ធសាធនៅខាងនោះគេឃើញមានភាពផ្សំ
បដិមួយនៃចិនទី1នៃសាជីជ្រុង3ថ្នាក់ចិននីមួយមានរោងថែវពិតជុំវិញដែលមានប្រវែងទាំងអស់ 1200 ម៉ែត្ររោងថែវទាំងនេះចង្អៀតណាស់ហើយមានសន្តានទ្រង់ទ្រាយជាកំពែងយ៉ាងមឹមពិតជុំវិញតូព្រះវិហារកណ្ដាលនៅក្នុងព្រះវិហារកណ្ដាលមានព្រះអាទិទេពអាសនៈសាលាមួយដែលមានជ្រុងនីមួយប្រវែងមានលើសពី 5 ម៉ែត្រឡើយការខ្វះភាពទូលាយគ្រប់កន្លែងដែលមានសារៈប្រយោជន៍ជាចរិតលក្ខណៈមួយក្នុងពពុះចរិតលក្ខណៈនានាដែលស្ថាបត្យកម្មរបស់ប្រាសាទអង្គរវត្តម្យ៉ាងទេទស្សនវិស័យបែបនេះហាក់ដូចជាធ្វើឲ្យយើងយល់មិនច្បាស់ថាជាស្នាដៃមនុស្សស្ថាបនាឡើយថែវខាងក្រោមប្រកបដោយចម្លាក់យ៉ាងល្បីល្បាញជាងគេដែលអ្នកទេសចរចូលចិត្តមើលនោះមានទទឹងប្រវែង 187 ម៉ែត្រនិងបណ្ដោយប្រវែង 215 ម៉ែត្រខ្លងទ្វារឬគោបរៈសឹងមានតូប្រាសាទ3ហើយភ្ជាប់គ្នាត្រឡែងកែងនៃល្វែងមុខនៅនឹងរោងតងមុំដែលមានជណ្ដើរឡើងចុះដោយកូនច្រកតូចមួយរាងក្តោងជាត្របកផ្កាយឈូកទទឹង 2 ម៉ែត្រ 45